ឆ្នាំទៅលេងក្រជែចូលឆ្នាំទៅលេងក្រជែសប្បាយខ្លាំងណាស់ខេត្តក្រជែយើងនឹងរមណីយដ្ឋានមានច្រើនអង្គណាយទាំងសុភាពមើលទៅប្លែកមើលទៅទាំងភ្នែកឲ្យខ្ញុំគប់ចិនដាកងតស៊ុយស្រុកកំណើតខ្ញុំកងតស៊ុយស្រុកកំណើតខ្ញុំនឹកពុកម៉ែមីងអ៊ំតើលោកសុខទុក្ខយ៉ាងណាឃ្លីបពីស្រុកចេញមកធ្វើការនៅទីក្រុងសែនសប្បាយអស្ចារ្យតែចិត្តនេះណានៅតែនឹកខេត្តក្រជែព្រៃកំពីស្រស់ស្អាតម្លេះទេព្រៃកំពីស្រស់ស្អាតម្លេះទេវិហារសសរ100ល្បីនៅខេត្តក្រជែរួចយើងទៅលេងឆ្នេរកោះទ្រង់ទាំងសភាពសែនល្អផូរផង់សួនស្នេហ៍ថ្មបាំងរូបចម្លាក់ធំក្រៃគ្រាន់តែគិតក៏ខ្ញុំសប្បាយគ្រាន់តែគិតក៏ខ្ញុំសប្បាយចូលឆ្នាំថ្មីហើយទៅក្រជែទាំងអស់គ្នាទៅលេងពុកម៉ែបងប្អូនមួយឆ្នាំគឺមានតែម្ដងចាំទទួលខ្ញុំផងខ្ញុំទៅលេងស្រុកហើយឆ្នាំទៅលេងក្រជែចូលឆ្នាំទៅលេងក្រជែសប្បាយខ្លាំងណាស់ខេត្តក្រជែយើងនឹងរមណីយដ្ឋានមានច្រើនអង្គណាយទាំងសភាពមើលទៅប្លែកមើលទៅទាំងភ្នែកឲ្យខ្ញុំគប់ចិនដាកងតស៊ុយស្រុកកំណើតខ្ញុំកងតស៊ុយស្រុកកំណើតខ្ញុំនឹកពុកម៉ែមីងអ៊ំតើលោកសុខទុក្ខយ៉ាងណាឃ្លីបពីស្រុកចេញមកធ្វើការនៅទីក្រុងសែនសប្បាយអស្ចារ្យតែចិត្តនេះណានៅតែនឹកខេត្តក្រជែព្រៃកំពីស្រស់ស្អាតម្លេះទេព្រៃកំពីស្រស់ស្អាតម្លេះទេវិហារសសរ100ល្បីនៅខេត្តក្រជែរួចយើងទៅលេងឆ្នេរកោះទ្រង់ទាំងសភាពសែនល្អផូរផង់សួនស្នេហ៍ថ្មបាំងរូបចម្លាក់ធំក្រៃគ្រាន់តែគិតក៏ខ្ញុំសប្បាយគ្រាន់តែគិតក៏ខ្ញុំសប្បាយចូលឆ្នាំថ្មីហើយទៅក្រជែទាំងអស់គ្នាទៅលេងពុកម៉ែបងប្អូនមួយឆ្នាំគឺមានតែម្ដងចាំទទួលខ្ញុំផងខ្ញុំទៅលេងស្រុកហើយ